ភាគទី41ពេញវ័យមួយឆ្នាំក្រោយមកថ្ងៃនេះជាថ្ងៃដែលសិស្សានុសិស្សទាំងអស់ស្លៀកពាក់ជាសិស្សសាលាពាក់កាតសម្គាល់ខ្លួននៅតាមមណ្ឌលប្រឡងរៀងខ្លួនស្រស់ស្រីនិងមិត្តសន្យាកំពុងស្ថតនៅមណ្ឌលប្រឡងជាមួយគ្នានាងតូចបានត្រៀមខ្លួនជាស្រេចក្នុងការប្រឡងបន្ទាប់ពីសម្រាកអស់មួយខែដើម្បីឲ្យសិស្សទាំងអស់ត្រៀមខ្លួនជួងបានបន្លឺឡើងគ្រប់គ្នាចូលតាមជួរនៅមុខសាលាដើម្បីឲ្យអនុរដ្ឋធ្វើការឆែកឆេរឆ្នាំនេះជាឆ្នាំប្រឡងបាក់ឌុបដ៏តឹងតែងមួយនៅក្នុងប្រទេសឃីនយីការប្រឡងក៏ប្រព្រឹត្តទៅដោយរលូនល្ងាចឡើងបន្ទាប់ពីប្រឡងចប់ក៏លេចមុខក្រមុំរូបស្រស់ម្នាក់ដែលមានសម្បុរសរាងស្រឡូនច្រមុះស្រួចមានប្រជ្រុយនៅលើទ្វារយ៉ាងស្រស់នាងមកជាមួយមិត្តដែលរៀននៅមហាវិទ្យាល័យជាមួយនាងមានប្រុសមានស្រីដោយដៃស្រីស្រស់កាន់ចំណីមួយថង់មកជាមួយផងនាងជាបងស្រីបង្កើតរបស់ផ្កាដែលជាកូនស្រីម្នាក់របស់លោករងនិងលោកស្រីផាត់លីនមកដល់មុខរបងសាលាស្រស់ស្រីបានស្រែកហៅប្អូនដែលកំពុងប្រជ្រៀកគ្នាជាមួយសិស្សដទៃយ៉ាងណែនណាន់តាន់តាប់អូនផ្កាសំឡេងស្រែកហៅឮធ្វើឲ្យនាងតូចខឹងងាករកតាមម្ចាស់សំឡេងនាងតូចបានក្រឡេកមកឃើញបងស្រីដែលមកលើកទឹកចិត្តប្អូនដល់ទីកន្លែងប្រឡងនាងសែនរំភើបក្នុងចិត្តក្រៃលែងនាងបានដើរមកយ៉ាងប្រញាប់មកចាប់ដៃបងស្រីបងឈូក្រត់ខ្ញុំសប្បាយចិត្តណាស់ដែលបងមកឈូក្រត់យកដៃម្ខាងទៀតអង្អែលក្បាលប្អូនបងមិនមកមិននឹងបានទៅប្អូនបងប្រឡងមួយទាំងមូលបងថែមទាំងទិញអាហារមកឲ្យប្អូនទៀតផងនេះនេកឈូក្រត់បានបង្ហាញអាហារឆ្ងាញ់ជាច្រើនដែលខ្លួនបានទិញពីទីក្រុងមកឲ្យប្អូនមិត្តរបស់ឈូក្រត់បានឈរសម្លឹងទៅនាងតូចយ៉ាងយូរនាងភ្ញាក់ព្រឺតសួរទៅកាន់បងស្រីបងឈូក្រត់ពួកគាត់ជាអានេះសុទ្ធតែជាមិត្តរួមមហាវិទ្យាល័យជាមួយបងនេះគឺម៉ារីយ៉ាចំណែកនេះគឺចាំរីចំណែកនេះវិញគឺវិចិត្រណាស់នាងតូចបានក្រឡេកទៅមើលបុរសចុងក្រោយដែលបងស្រីនាងបានណែនាំបុរសវិចិត្រណាស់មានរាងខ្ពស់ស្រឡះមុខមាត់ស្រដៀងជនជាតិចិនក្នុងសម្លៀកបំពាក់ជានិស្សិតផ្នែកគ្រប់គ្រងអាជីវកម្មកំឡោះវិចិត្រណាស់ចេះតែចោលកន្ទុយភ្នែកទៅនាងតូចមិនឈប់វាមិនប្លែកទេដែលបុរសជាច្រើនចាប់អារម្មណ៍លើនាងព្រោះសម្រស់នាងតូចពីមួយទៅមួយឆ្នាំស្រស់ស្អាតឡើងជាពិសេសនៅពេលនេះនាងមានអាយុ17ឆ្នាំជាវ័យកំពុងពេញស្អាតសាច់នាងប្រែជាភ្លឺថ្លាជាងមុនសមជានារីមកពីដែនដីទឹកកកសន្យាដែលឈរក្បែរនោះចេះតែសង្កេតអាកប្បកិរិយាលោកវិចិត្រណាស់ឥតឈប់បន្ទាប់ពីថ្ងៃប្រឡងកន្លងផុតទៅផ្កាបានសម្រាកនៅផ្ទះដើម្បីត្រៀមស្ដាប់លទ្ធផលឆ្លៀតឱកាសនេះអ្នកគ្រូជនជាតិដែលអ្នកអង្គម្ចាស់អាណានបានបញ្ជូនមកនោះក៏បានមកបង្រៀនដល់ផ្ទះនៅវិជ្ជាកាមេសាស្ត្រដែលជាវិជ្ជាសម្រាប់នារីចូលបម្រើស្ដេចនៅក្នុងវាំងនៃប្រទេសឥណ្ឌាវាជាពេលវេលាសមស្របបំផុតព្រោះពេលនេះផ្កាជានារីពេញវ័យដែលស័ក្តិសមនឹងរៀនវិជ្ជាមួយនេះរយៈពេល2ខែដែលនាងសិក្សាវិជ្ជានេះដោយបានបង្ហាត់បង្រៀនពីអ្នកគ្រូជំនាញផ្កាបានសួរទៅកាន់អ្នកគ្រូចាំបាច់អីរៀនវិជ្ជានេះទៅវាជាវិជ្ជាបម្រើផ្លូវភេទបុរសច្បាស់ណាស់នាងបាននិយាយនឹងញាក់ស្មាបែបនេះបង្ហាញថានាងមិនចង់ចូលវាំងដើម្បីបម្រើស្ដេចឡើយអ្នកគ្រូព្យាយាមពន្យល់ពីវិជ្ជានេះប៉ុន្តែអ្នកគ្រូមិនដឹងថាហេតុអីអ្នកនាងម្ចាស់តូចត្រូវរៀនពីវានោះឡើយអ្នកនាងម្ចាស់ទ្រង់មាននីតិរៀនពីវិជ្ជានេះតតែចប់ថ្ងៃក្រោយវិជ្ជាមួយនេះនឹងជួយដល់ទ្រង់ក្នុងការធ្វើជានារីក្នុងវាំងដ៏បុណ្យប្រសពពេលនេះចេញលទ្ធផលហើយទ្រង់ត្រូវបន្តការសិក្សានៅមហាវិទ្យាល័យបន្តទៀតប៉ុន្តែទ្រង់មិនអាចយាងទៅពេលនេះឡើយព្រោះទ្រង់ត្រូវហាត់ឲ្យចប់សិនចឹងអ្នកគ្រូខ្ញុំទៅរៀនមិនទាន់គេទៅមិនអីទេសល់ពេល1ខែទៀតយើងប្រកាសជារៀនវាចប់1ខែកន្លងទៅយ៉ាងឆាប់រហ័សនាងតូចត្រូវផ្លាស់ទីពីជនបទទៅនៅទីក្រុងវិញដែលជាដែនដីដំបូងបំផុតពេលនាងផ្លាស់ទីពីក្រុងឡុងវេតមកជីវិតនាងផ្លាស់ទីចុះឡើងស្ទើរតែមួយជីវិតពេលនេះនាងត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយទៅរស់នៅទីក្រុងជីវិតនៅទីក្រុងរសាត់អណ្ដែតតែម្នាក់ឯងនាងសែនរងាឯកាទឹកភ្នែកស្រស់ស្រីស្រក់ចុះព្រោះតែក្តីនឹករលឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះនាងតូចបានឆ្លៀតទៅមណ្ឌលដែលខ្លួនធ្លាប់រស់នៅអស់រយៈពេល5ឆ្នាំនាងបានដើរមើលគ្រប់បរិវេណទាំងអស់គ្រប់យ៉ាងគឺនៅដដែលផ្ទាំងគំនូរជាច្រើនហាក់ដូចជានៅស្រស់ស្អាតដែលកំពុងតែនឹកឃើញរឿងរ៉ាវជាច្រើនសម្លេងស្ត្រីដែលមានវ័យចំណាស់បានបន្លឺឡើងដោយយកដៃដាក់លើស្មានាងផងដែរផ្ការានកូនស្រីឆំល្អភ្ញាក់បែរមកក្រោយយ៉ាងរហ័សស្រស់ស្រីញឹមនឹងអោបដោយស្រក់ទឹកភ្នែកអ្នកគ្រូខ្ញុំនឹកអ្នកគ្រូណាស់ម្ចាស់ដៃនោះគ្មានអ្នកណាទេគឺអ្នកគ្រូសានីដែលបង្ហាត់បង្រៀននាងតូចកាលនៅមណ្ឌលកុមារអ្នកគ្រូហាក់មានវ័យចំណាស់ជាងមុនបន្តិចព្រោះពេលវេលាកន្លងផុតទៅយូរឆ្នាំមកហើយអ្នកគ្រូបានជែករឿងជាច្រើនជាមួយសិស្សស្រាប់តែភ្លាមនោះទូរស័ព្ទស្រស់ស្រីរោតញ័រពេញកាបូបស្ពីខ្មៅដែលនាងស្ពីជាប់រហូតផ្កាលើកមកនិយាយយ៉ាងរហ័សជំរាបសួរចាសសំឡេងនៃម្ចាស់ទូរស័ព្ទក៏វាចាត់អ្នកនាងម្ចាស់ទូបង្គំអធិការ៉ាស៊ុយមានការអីមែនទេនាងរ៉ាស៊ុយនាងតូចតបដោយសម្ដីតិច
គឺគ្នាក្នុងអថៅកាយយោនបានប្លន់គុករំដោះអ្នកទោសទៅបាត់ហើយស្រស់ស្រីប្រែប្រួលទឹកមុខមួយរំពេចហាសធ្វើការយ៉ាងម៉េចនឹងនីរ៉ាស៊ុយឲ្យគេប្លន់គុកនោះនីតបដោយសោកស្ដាយទូបង្គំបដូរវេនយាមមិននឹកស្មានថាកូនចៅអថៅកាយយោនបន្លំជានីប៉ូលីសហើយបញ្ជូនគ្នាវាមកប្លន់គុកនិងសម្លាប់គ្នាយើងថែមទៀតផងសូមទ្រង់ថែរក្សាសុវត្ថិភាពទូបង្គំមិនទុកចិត្តពួកនោះទេស្រស់ស្រីដាក់ទូរស័ព្ទចុះនឹងទឹកមុខព្រួយបារម្ភជាពន់ពេកអ្នកគ្រូបានដាស់ស្មារតីនាងផ្កាកូនស្រីមានរឿងអីមែនទេអ្នកគ្រូម៉ែខ្ញុំមិនអីទេខ្ញុំគិតលាអ្នកគ្រូម៉ែសិនហើយចៃដន្យខ្ញុំមានកិច្ចការបន្ទាន់ចាំថ្ងៃក្រោយខ្ញុំនឹងមកលេងអ្នកគ្រូម៉ែម្ដងទៀតណាផ្កាបានងើបឡើងពីកន្លែងអង្គុយដោយសំពះលារួចក៏ចាក់ចេញយ៉ាងប្រញាប់នៅទីក្រុងសៃនៃប្រទេសឃីនយីនាងមិនស្គាល់ឡើយព្រោះចាក់ចេញតាំងពីនាងមានអាយុនៅក្មេងខ្លាំងនាងបានចាក់ចេញពីមណ្ឌលដោយមិនដឹងថាគោលដៅបន្តជាត្រង់ណាឡើយពីដំបូងនាងតាំងចិត្តមករស់នៅកន្លែងដើមដើម្បីធ្វើការសងគុណនិងមើលភាពរីករាយរបស់ក្មេងនៅមណ្ឌលតែពេលនេះស្រស់ស្រីបដូរគំនិតហើយព្រោះតែខ្លាចនាំទុក្ខដល់អ្នកគ្រប់គ្នានាងជិះម៉ូតូទាំងទឹកមុខតប់ប្រមល់មិនយូរនាងក៏មកដល់គេហដ្ឋានយ៉ាងធំដែលជាអតិថិជនដ៏សុខសាន្តរបស់នាងឈរសម្លឹងយ៉ាងយូរទឹកភ្នែកស្រីស្រក់ចុះមិនដឹងខ្លួននៅជិតគេហដ្ឋានដ៏ស្កឹមស្កៃមួយនេះគឺជាដំណាក់អុយថារ៉ាដែរស្នៅសោះព្រោះកាលមួយឆ្នាំមុនអ្នកផ្ទះនេះផ្លាស់ទៅរស់នៅអាមេរិកតាំងពីបញ្ចប់ពិធីជប់លៀងនៅដំណាក់អធិសេនរបស់លោកអធិសេននិងអ្នកម្នាងអុយថារ៉ានៅឯជនបទឯណោះនាងតូចបាននឹកក្នុងចិត្តថាថ្ងៃណាមួយភូមិគ្រឹះដ៏សុខសាន្តមួយនេះនាងនឹងយកមកវិញឲ្យតតែបានគិតរួចនាងបានបន្តដំណើររហូតដល់មហាវិទ្យាល័យដែលស្រស់ស្រីត្រូវរៀនបន្តនាងឈានជើងចូលមួយដោយសម្លឹងគ្រប់ជ្រុងជ្រោយមានវិបាននៅភ្លុកក្នុងចិត្តអូព្រះឲ្យតើខ្ញុំគួរទៅណាមកណាទៅបើមហាវិទ្យាល័យធំយ៉ាងនេះនាងបានក្រឡេកទៅឃើញហាងអាហារក្នុងបរិវេណនោះក៏ចូលទៅដើម្បីស្រស់ស្រូបអាហារសិនរួចចាំគិតបន្តនាងអង្គុយតោខ្នងគ្នារវាងភ្ញៀវផ្សេងទៀតដែលកៅអីរៀបជាតោខ្នងយ៉ាងពាសពេញផ្កាក្នុងឯកសន្តានជានារីពេញវ័យគឺខោជើងវែងស្នឹងអាវដៃវែងស្រើបរៀងលម្អដោយដង្កៀបតូចរូបផ្កាយដាំត្បូងនៅខាងលើក្បាលពេលញោមរួចនាងបានហៅអ្នកគិតលុយនិងបំរុងងើបចេញទៅហើយស្រាប់តែអូយអ្នកនាងដោយសក់ខ្ញុំទៅហើយសំលេងបរោះស្រែកឡើងភ្ញាក់ដោយសក់ក្បាលរបស់គេជាប់ជាមួយដង្កៀបស្រស់ស្រីនាងតូចងាកយ៉ាងលឿនធ្វើឲ្យសក់ពីបីសរសៃដោយមកតាមដង្កៀបនាងបើកភ្នែកធំនិងចង្អុលលិពទៅនរសង្ហាលោកគឺលោកនេះយើងប្រែទឹកមុខជាត្រេកយ៉ាងរហ័សនេះប្អូនអ្នកនាងឈូក្រតន្តើចាស់ស្រស់ស្រីតបចុះបងវិចិត្រអ្នករៀនមិនទាន់ចប់មែនទេបុរសនេះគ្មានអ្នកណាក្រៅពីវិចិត្រអ្នកមិត្តសម្លាញ់ស្រីស្អាតឈូក្រតដែលទិញអាហារឲ្យនាងកាលពី1 ខែមុននរៈតបបងសិក្សាអនុបណ្ឌិតនៅទីនេះបន្តពីឆ្នាំទៀតរីករាយដែលបានជួបប្អូនផ្ការ៉ាន់ម្ដងទៀតស្រស់ស្រីញឹមដូចគ្នាចាស់ចុះប្អូនសិក្សាទីនេះដែរឬមែនហើយប៉ុន្តែខ្ញុំមិនទាន់បានចុះឈ្មោះនៅឡើយទេព្រោះមិនធ្លាប់សិក្សានាងនិយាយទាំងស្ទាក់ស្ទើរអេះអុញនរៈបានណែនាំនឹងនាំផ្កាទៅចុះឈ្មោះរួមទាំងជួលបន្ទប់ឲ្យស្នាក់ផងដែរផ្ការីករាយយ៉ាងខ្លាំងដែលជួបអ្នកស្គាល់និងយកចិត្តទុកដាក់អរគុណបងប្រុសណាស់នេះនៅទីក្រុងនេះបន្ទាប់ពីបងស្រីខ្ញុំរៀបការហើយនោះខ្ញុំមិនដឹងត្រូវទៅពឹងអ្នកណាទេរួចចុះថ្ងៃមង្គលការបងស្រីហេតុអីមិនឃើញបងប្រុសទៅចូលរួមចឹងគឺបងជាប់កិច្ចការខ្លះនិយាយត្រឹមនេះនីក៏ឈប់និយាយបន្តព្រោះនីចំណែកស្រីតូចក៏មិនហ៊ានសួរនាំអ្វីបន្តឡើយបងប្រុសខ្ញុំគិតលាសិនហើយចាំថ្ងៃក្រោយជួបគ្នាបាទនេះជាលេខទូរស័ព្ទបងបើប្អូនមានការអ្វីនោះអាចខលមកបងបានតាក់ទងជាមួយជំនាញរៀនប្អូនរើសបានត្រូវបំផុតហើយសេដ្ឋកិច្ចនិងនយោបាយបងជឿថាស្ត្រីសម័យនេះក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការងារប្រទេសជាតិដែរចាស់បើចឹងខ្ញុំលាសិនហើយណាថ្ងៃក្រោយប្រកាសជាមានរឿងច្រើនណាស់ត្រូវរំខានបងលាហើយបាទបើកបរឲ្យស្រួលបួលណាដល់ផ្ទះក៏ខលប្រាប់បងផង